ក្រោយពីការឈប់បាញ់72ម៉ោងកន្លងផុតទៅបើគ្មានបញ្ហាអ្វីទេថៃនឹងពិចារណាលើការដោះលែងឆ្លើយសឹក18នាក់ឲ្យកម្ពុជានៅពេលដែលកម្ពុជានឹងបើកព្រំដែនឲ្យពួកថៃដែលទៅនៅព្រំដែនឆ្លងព្រំដែនចូលប្រទេសថៃវិញដូច្នេះយើងឃើញថានៅក្នុងនេតិនេះពួកថៃនឹងមានមួយចំនួនដែលនឹងបញ្ញាប់បញ្ញាល់វិលទៅស្រុកវិញក្រោយពីឃើញការច្បាំងគ្នានេះយើងចាំមើលថាតើថៃគេវាមកស្រុកវាវិញទេពីព្រោះថៃដែលមិនទាន់មកស្រុកវិញនោះសិតតែជាថៃដែលធ្វើការឲ្យ scammer ណាវាជាថៃដែលធ្វើការឲ្យ scammer តើពួកថៃហ្នឹងវាមកវិញចំនួនប៉ុន្មានយើងចាំមើលក្នុងចំណុចនេះបាទយើងចាំមើលក្នុងចំណុចនេះថាតើវាចាំមើលថាតើវាវិលមកស្រុកវាវិញប៉ុន្មានហើយនៅសល់ប៉ុន្មានក្នុងពេលដែលកងទ័ពថៃបានវាយនៅទីក្រុងប៉ោយប៉ែតបង្អើលពួកនឹងបន្តិចថាតើថៃដែលធ្វើការឲ្យ scammer ហ្នឹងវាត្រឡប់មកស្រុកវាវិញឬយ៉ាងណាហ្នឹងគឺជាចំណុចមួយដែលគួរចាប់អារម្មណ៍បាទជាចំណុចមួយដែលគួរចាប់អារម្មណ៍ក្នុងរឿងហ្នឹងដែរយើងក៏អាចដឹងដែរថាថៃវាមានចិត្តសាស្ត្រវាត្រូវតែឲ្យប្រជាជនវាវិលត្រឡប់មកវិញជាជាងរងគ្រោះនៅកម្ពុជាវាក៏ដឹងដែរថាជនជាតិវាធ្វើការឲ្យ scam center វាមិននិយាយក៏ដោយក៏វាដឹងហើយក្នុងការឈប់បាញ់នេះវាគិតយ៉ាងម៉េចយើងនឹងតាមដានមើលអំពីរបៀបវារៈរបស់ថៃឥឡូវមកទល់នឹងថ្ងៃទី28នេះគឺអត់មានឃើញអ្វីធំដុំទេដែលជំនួបជួបគ្នារវាងវ៉ាងយីប្រាក់សខុននិងសីហស័កនៅប្រទេសចិនព័ត៌មានមួយទៀតគឺការតាមដានយន្តហោះរបស់ចិនដែលដឹកជំនួយមកចុះចតនៅកម្ពុជាថៃបានតាមឃ្លាំមើលថាតើលោកហ៊ុនសែនមានទិញអាវុធថ្មីចូលឬទេការតាមដាននេះក៏តាមដានលើយន្តហោះប្រភេទ Boeing 747ដែលដឹកជំនួយមកកម្ពុជាទន្ទឹមគ្នានឹងថៃក៏កំពុងតែតាមដានយន្តហោះពីBelarus ដែលចោះចតនៅកម្ពុជាថៃព្យាយាមចង់ដឹងថាតើលោកហ៊ុនសែនទទួលអាវុធថ្មីទៀតឬយ៉ាងណាដោយខ្ញុំបានជម្រាបហើយថាការឈប់បាញ់វាកំពុងតែកើតឡើងតែសង្គ្រាមមិនចប់ទេមិនទាន់ឃើញទេដូច្នេះថៃតែងតាមដានមើលអំពីអំណាចនៅកម្ពុជាថាតើបន្ថែមសពាវុធយុទ្ធោបករណ៍ឬយ៉ាងណាបើវាឃើញមានអ្វីកើនឡើងវានឹងវាយទៀតនឹងចំណុច1ចំណុចទី2គឺក្រោយពីចប់នៅការឈប់បាញ់3ថ្ងៃនេះទៅតើគេមានចងក្រងមេគេបន្តការឈប់បាញ់នោះដូចម្ដេចទៀតនៅមិនទាន់ដឹងទេតែតាមខ្ញុំគិតគឺត្រូវចងក្រងមេគេបន្តការឈប់បាញ់មេគេបន្តការឈប់បាញ់គឺតាក់ទងនឹងការដកកម្លាំងអាវុធចេញពីតំបន់ព្រំដែនដែលថៃត្រូវចរចាជាមួយនឹងភាគីកម្ពុជាថាឲ្យកម្ពុជាដកអាវុធធុនធ្ងន់ចេញដូចម្ដេចចំណែកការដកអាវុធធុនធ្ងន់ចេញពីព្រំដែនលើកមុនគឺឆាចោលហើយនឹងគិតដកអាវុធធុនធ្ងន់បាទគិតដកអាវុធធុនធ្ងន់
បាទគិតដកអាវុធធុនធ្ងន់គិតដកអាវុធធុនធ្ងន់គិតដកអាវុធធុនធ្ងន់ណាគិតដកអាវុធធុនធ្ងន់គិតដកអាវុធធុនធ្ងន់ចាញ់ពីព្រំដែនបន្តទៅទៀតអាហ្នឹងអញ្ចឹងណាដូច្នេះក្រោយពីចប់72ម៉ោងត្រូវធ្វើម៉េចចរចាឲ្យលឿនឲ្យស្វិតស្វាញដើម្បីដកអាវុធធុនធ្ងន់ចេញពីព្រំដែនការដែលដកអាវុធធុនធ្ងន់ហ្នឹងតើថៃវាតម្រូវឲ្យធ្វើយ៉ាងណាដើម្បីតម្កល់ការឈប់បាញ់តទៅទៀតនេះគឺជាករណីដែលត្រូវធ្វើហើយអត់មានលេងល្បិចជាមួយវាទេលោកហ៊ុនសែនតែលេងល្បិចជាមួយវាវាយទៀតបាទវាវាយទៀតណាបងប្អូនវាវាយទៀតខ្ញុំសូមជម្រាបថាសង្គ្រាមកម្ពុជាថៃឡង់គឺថៃវាមានប្រៀបជាងលើសមរភូមិដូច្នេះដោយសារវាមានប្រៀបជាងលើសមរភូមិការធ្វើសង្គ្រាមគឺថៃវាអត់ចង់ឈប់បាញ់ទេវាគ្រាន់តែឈប់បាញ់មួយសារដើម្បីដកសម្ពាធអន្តរជាតិតែប៉ុណ្ណោះនេះគឺជាលក្ខណៈដែលវាធ្វើដូច្នេះហើយយើងឃើញថាក្រោយពី72ម៉ោងបញ្ចប់ការឈប់បាញ់72ម៉ោងកម្ពុជាត្រូវចងក្រងបែបណាឲ្យមាំទាំដល់ការឈប់បាញ់បន្តហើយត្រូវអនុវត្តវិធានដកអាវុធយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនតើដករបៀបម៉េចអីជាដើមហើយយើងចាំមើលស្នាដៃរបស់ចិនកុម្មុយនីសផងថាចិនកុម្មុយនីសហ្នឹងគេអាចធ្វើជាការតាមដានដូចម្ដេចខ្ញុំសូមជម្រាបអារឿងផ្កាយរណបរឿងអីហ្នឹងណាជួនកាលទៅជាចំណែកបច្ចេកវិទ្យាតែវាទាល់តែមានមនុស្សនៅលើដែនដីផ្ទាល់វាទាល់តែមានមនុស្សនៅលើដែនដីផ្ទាល់ថាតើដែនដីផ្ទាល់ហ្នឹងចិនអាចមានយន្តការក្នុងការបញ្ជូនអ្នកអង្កេតការឬក៏អ្នករក្សាសន្តិភាពបែបម៉េចឬក៏យន្តការយ៉ាងបែបម៉េចមកកាន់កម្ពុជាថៃឡង់ហើយកម្ពុជាថៃឡង់នឹងមានយន្តការបែបម៉េចព្រមព្រៀងជាមួយនឹងយន្តការចិននៅពេលជាមួយគ្នានេះវានៅសល់តែប្រហែលថ្ងៃទៀតទេវាដាច់ឆ្នាំ2025ហើយអញ្ចឹងបាល់អាស៊ានវាត្រូវចូលទៅក្នុងបរិវេណរបស់ហ្វីលីពីនហើយហ្វីលីពីនវាកំពុងតែឆ្លោះគ្នាជាមួយចិនតើប្រេសិដង់ម៉ាកូសJunior ហ្នឹងណាតើប្រេសិដង់ម៉ាកូសហ្នឹងគាត់ណាតើប្រេសិដង់ម៉ាកូសហ្នឹងគាត់ពិតជានិយាយជាមួយចិនដូចម្ដេចនៅពេលដែលចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនហើយនៅពេលដែលចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនបើចិនវាមិនត្រូវគ្នាជាមួយហ្វីលីពីនតើការខំប្រឹងឲ្យមានបទឈប់បាញ់បន្តទៅទៀតហើយនឹង monitor ការឈប់បាញ់ណាតើការដែលធ្វើ monitor ការឈប់បាញ់ហ្នឹងអាចមានប្រសិទ្ធភាពប៉ុណ្ណានេះគឺអ្វីដែលវាត្រូវតាមដានតទៅទៀតអញ្ចឹងចាំមើលថ្ងៃស្អែកតើការជួបគ្នានៅចិនហ្នឹងវាចាញ់ផលយ៉ាងណាសម្រីឯយន្តហោះដែលហោះចុះពីបេឡារុសនិងពីប្រទេសចិនហ្នឹងក៏ថៃវាតាមដានបាទថៃវាតាមដានបន្ទាប់មកទៀតគឺចំណុចមួយទៀតដែលត្រូវកលេចមើលគឺសហរដ្ឋអាមេរិកកំពុងតែគិតយ៉ាងណានៅពេលដែលមន្ត្រីការបរទេសថៃហើយនិងកម្ពុជាវាទៅស្រុកចិននៅពេលដែលចិនធ្វើនយោបាយក្របីស៊ីស្រូវបងមិនសូវហ៊ានដេញតើម៉ាកូរូបយ៉ូចាប់អារម្មណ៍នឹងរឿងនឹងប៉ុណ្ណាលោកប្រធានាធិបតីដូណាល់ត្រាំចាប់អារម្មណ៍រឿងនឹងប៉ុណ្ណាអ្វីដែលខ្ញុំឃើញកើតឡើងជាមួយហ្វីលីពីន
គឺលោកប្រធានាធិបតី Donald Trump បានពង្រឹងសន្ធិសញ្ញាយោធាជាមួយនឹងហ្វីលីពីនបើពង្រឹងសន្ធិសញ្ញាជាមួយហ្វីលីពីនបានសេចក្តីថាចិនក្តៅស្លឹកត្រចៀកបើចិនក្តៅស្លឹកត្រចៀកតើចិននឹងប្រតិកម្មបែបណាជាមួយនឹងហ្វីលីពីនហើយបើប្រតិកម្មបែបណាជាមួយហ្វីលីពីនតើហ្វីលីពីនដែលក្លាយទៅជាប្រធានអាស៊ាននោះនឹងធ្វើការដូចម្ដេចចំពោះសន្តិភាពនៅថៃឡែនកម្ពុជាវាប្រតិកលាគ្នាអញ្ចឹងណាអញ្ចឹងរន្ធត់ណាថ្ងៃ28 29រហូតដល់31យើងឃើញថាសភាពការច្រើននៅកម្ពុជាហាក់ដូចជាចូលទៀតហើយមានការអបអរសាទរសន្តិភាពមានការជូនពរគ្នាក៏ក្រឹកក៏ក្រែងដែលសម្ដែងឲ្យឃើញថាមេរៀនដូចជាមិនសូវបានរៀនបណ្ណាទេបាទមិនត្រូវបានរៀនបណ្ណាទេណាគឺមិនឃើញដូចជាកម្ពុជាបាត់ចូលទេគឺឃើញនៅចូលនៅឡើយជាពិសេសមេដឹកនាំនៅចូលនៅឡើយណាមនុស្សម្នាក៏ឃើញតែចូលនៅឡើយហើយការភ័ន្តច្រឡំដ៏ធំថាសន្តិភាពនឹងវាមកដល់ដែលវាអត់ឃើញសន្តិភាពទេវាឃើញថាការងារត្រូវធ្វើច្រើនតទៅទៀតអញ្ចឹងខ្ញុំក៏មិនដឹងថាម៉េចដែរចាំមើលថាតើភាពស៊ីជោចាញ់ផលយ៉ាងណាក្នុងចំពោះមុខបច្ចុប្បន្នហើយនឹងអនាគតកាលចំពោះបងប្អូនដែលព្រួយបារម្ភពីអនាគតរបស់ខ្លួនគឺល្អហើយការព្រួយបារម្ភណាគឺល្អពីព្រោះដាច់ឆ្នាំនេះចូលឆ្នាំថ្មីសេដ្ឋកិច្ចវាមិនល្អដូចយើងស្មានទុកទេអានឹងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំឆ្លើយទៅសំណួរបងប្អូនសិន The book Psychology of Money V Morgan Housel is good or not I don't know កូនខ្ញុំអត់ដឹងទេបាទខ្ញុំអត់ដឹងទេខ្ញុំក៏បោះចោលអស់ច្រើនណាខ្ញុំភ្លេចហើយអត់ដឹងបាទតែសភៅហ្នឹងដូចជាខ្ញុំមិនបានអានទេលោកតាថៃអាចវាយម្ដងទៀតទេអាចវិសាលអាចណាឈៀងដុល្លារអរគុណសួស្ដីសំហុងrelax ជំរាបសួរសុរតេតលីហេងស្វាយលីfishing ខ្ញុំមិនទាន់និយាយរឿងហ្នឹងទេរឿងបន្លាលួសហ្នឹងណាខ្ញុំមិនទាន់និយាយទេពីព្រោះអ្វីខ្ញុំកំពុងតែខំប្រឹងនិយាយឲ្យយល់ថាគេឈប់បាញ់គ្នា72ម៉ោងហ្នឹងដល់ពេលវាចប់ទៅគេត្រូវធ្វើអីទៀតយើងត្រូវស្វែងយល់ឲ្យច្បាស់ប្រហែលភាគមុនហ្នឹងខ្ញុំយកចិត្តទុកដាក់នឹងយកចិត្តទុកដាក់នឹងភូមិសាស្ត្រនយោបាយខ្ញុំនិយាយពី3ភាគណាភូមិសាស្ត្រនយោបាយខ្ញុំនិយាយពី3ភាគភូមិសាស្ត្រនយោបាយនិយាយទៅនិយាយមកសិនអញ្ចឹងវាចាប់មួយអន្លើរឿងរាយបន្លាលួសលើដៃអីហ្នឹងខ្ញុំមិនមែនមិនឃើញទេតែខ្ញុំមិននិយាយមិនលើកមកនិយាយនៅឡើយបន្តិចម្ដងដើម្បីរុញបញ្ហាឲ្យកូនចៅប្រិយមិត្តយល់ថាគេត្រូវធ្វើស្អីណាអានោះអញ្ចឹងមង្គលជំរាបសួររឿងលួសបន្លានេះប្រិយមិត្តកូនចៅមើលឃើញតែព័ត៌មានតិចតួចទេខ្ញុំឃើញព័ត៌មានច្រើនជាងហ្នឹងតែខ្ញុំមិននិយាយបាទខ្ញុំមិននិយាយទេខ្ញុំកំពុងតែគិតអីផ្សេងអញ្ចឹងក្នុង show ខ្ញុំមួយខ្ញុំឥឡូវនេះកំពុងតែយកចិត្តទុកដាក់អធិប្បាយឲ្យយល់អំពីថាវាឈប់បាញ់72ម៉ោងហ្នឹងវាត្រូវធ្វើស្អីទៀតហើយបើសិនជាឆ្លោះឆ្លួយវាបាញ់គ្នាទៀតណាអានោះអញ្ចឹងហើយចំពោះអ្នកដែលឆ្ងល់ថាការចែកខណ្ឌសីមាគេយកផែនទីអីយកមកប្រើណាដែលសួរណាយកផែនទីអីមកប្រើហេងថៃគឺអត់យកផែនទី
មកប្រើទេគឺការចែកខណ្ឌសេមាគឺពឹងទៅលើកិច្ចការ5ដំណាក់កាលនៃកិច្ចព្រមព្រៀង JBC ទី1ក្រមចម្រុះកម្ពុជាថៃត្រូវចុះទៅស្វែងរកនិងព្រមព្រៀងបង្គោលទាំង74ថាតើនៅសល់ប៉ុន្មានហើយទីតាំងនៃបង្គោលនោះព្រមឬមិនព្រមបើព្រមហើយត្រូវចុះហត្ថលេខាលើកំហើញអស់ហ្នឹងហើយបើទៅដល់ចំណុចដែលគ្មានបង្គោលឬវាបាត់បង្គោលក៏ត្រូវបោះបង្គោលបណ្ដោះអាសន្នហើយចុះហត្ថលេខាលើកំហើញនឹងការព្រមព្រៀងអស់ហ្នឹងអញ្ចឹងដំណាក់កាលទី1គឺក្រមចម្រុះកម្ពុជាថៃចុះទៅស្វែងរកបង្គោលកំណត់ទីតាំងនៃបង្គោលព្រមព្រៀងចុះហត្ថលេខាបើបង្គោលនៅក៏ព្រមព្រៀងចុះហត្ថលេខាបង្គោលមិននៅក៏បោះបង្គោលមួយបណ្ដោះអាសន្នហើយចុះកិច្ចព្រមព្រៀងនឹងហត្ថលេខាដំណាក់កាលទី2គឺការវាស់វែងដោយប្រើឧបករណ៍វិទ្យាសាស្ត្រដំណាក់កាលវាស់វែងដោយប្រើឧបករណ៍វិទ្យាសាស្ត្រមានការថតហ្វូតូម៉ែត្រមានការវាស់ចំណុចនីមួយនៃចន្លោះបង្គោលដែលព្រមព្រៀងគ្នាហើយនឹងមានការបោះបង្គោលតម្រុយព្រំដែនបណ្ដោះអាសន្នដែលធ្វើនៅក្នុងរវាង50ម៉ែត្រឬ100ម៉ែត្រពីបង្គោលបណ្ដោះអាសន្នដែលជាតម្រុយមួយនឹងដំណាក់កាលដែលត្រូវកិច្ចការធ្វើលើកទី2លើកទី3ប្រើប្រាស់ការជំរះឲ្យច្បាស់លាស់នៅចំណុចដែលស្មុគស្មាញដោយប្រើឧបករណ៍វិទ្យាសាស្ត្រដល់កិច្ចការទី4គឺការភ្ជាប់នៅកិច្ចការទី1ទី2ទី3មកឲ្យទៅជាសំណុំព្រមព្រៀងច្បាស់លាស់នៅក្នុងកិច្ចការរបស់ JBC និងក្រុមបច្ចេកទេសហើយក៏បង្កើតបាននៅទម្រង់ឲ្យព្រមព្រៀងគ្នាគ្រប់ចំណុចថាចំណុចទាំងអស់នឹងព្រមព្រៀងហើយក៏តាក់តែងរបាយការណ៍ជូនទៅរដ្ឋាភិបាលថៃនិងកម្ពុជាឲ្យជាអំណាចសម្រេចចូលដល់កិច្ចការទី5អំណាចសម្រេចរបស់រដ្ឋាភិបាលកម្ពុជានិងថៃទើបតាក់តែងនៅសន្ធិសញ្ញាព្រំដែនដែលសន្ធិសញ្ញាព្រំដែននោះថាតើនឹងចុះហត្ថលេខាជាពិធីសារមួយម្ដងដំណាក់កាលឬក៏ចុះជាសន្ធិសញ្ញាសម្រាប់ទាំងអស់លើព្រំដែន800គីឡូម៉ែត្រនឹងគេនៅអញ្ចឹងកិច្ចការនោះគេត្រូវធ្វើ5កិច្ចការគេព្រមព្រៀងគ្នាហើយគេអត់មានប្រើផែនទីទេគេប្រើឧបករណ៍វិទ្យាសាស្ត្រហើយអ្វីដែលគេពឹងផ្អែកនោះគឺលើអនុសញ្ញា1904និងសន្ធិសញ្ញា1907រីឯផែនទីអបសម្ព័ន្ធគេគ្រាន់តែពិគ្រោះទេមិនមែនយកមកប្រើទេនឹងអញ្ចឹងនេះគឺតកតងនឹងអ្វីដែលគេព្រមនឹងគ្នាណាfishing ប្រាសាទព្រះវិហារខូចខាតធ្ងន់ធ្ងរណាស់ខ្ញុំមិនយកចិត្តទុកដាក់ប្រហែលទេអានឹងជាបាបកម្មរបស់មេដឹកនាំខ្មែរតាំងពី2008មកវាជាបាបកម្មនោះវាធ្លាក់ទៅលើប្រាសាទវាធ្លាក់ទៅលើអីចឹងហើយអ្នកដែលមានចំណាប់អារម្មណ៍លើប្រាសាទព្រះវិហារហ្នឹងសួរខ្លួនឯងវិញថាជីវិតខ្លួនឯងតើអ្នកណាត្រួតត្រាជីវិតរបស់ខ្មែរដែលរអ៊ូរតំឬក៏ទួញធ្ងោឬក៏ស្រែករកពុទ្ធោតើនរណាអ្នកត្រួតត្រាចម្លើយឆ្លើយថាបាតជើងមួយ
នៃអំណាចផ្ដាច់ការលោកហ៊ុនសែនកំពុងតែជន់កកខ្មែរបើខ្មែរសក់ក្រោមលោកហ៊ុនសែនអាប្រាសាទព្រះវិហារហ្នឹងទោះបីវាអាលាយស្មើរៀបស្មើនឹងដីភ្នំដងរែកក៏មិនចាំបាច់តវ៉ាអីទេពីព្រោះអាហ្នឹងគឺនយោបាយលោកហ៊ុនសែនបើពេញចិត្តហ៊ុនសែនហើយណាតែបើសិនជាមិនពេញចិត្តនឹងហ៊ុនសែនទេត្រូវគិតថាតើយើងមានអំណាចអីទៅតវ៉ានៅពេលដែលហ៊ុនសែនគាត់ដឹកនាំនយោបាយវាទៅជាកើតចំនួនគ្នាវាខ្ទេចអស់ប្រសាទសួរខ្លួនឯងថាបាតជើងហ៊ុនសែននៅពីលើក្បាលសំខាន់ជាងប្រសាទឬប្រសាទសំខាន់ជាងបាតជើងរើសខ្លួនឯងអាហ្នឹងអ្នកដែលដឹងចំណែកជំរើសទី3ចំពោះអ្នកដែលយល់ឃើញថាអាការខូចខាតប្រសាទហ្នឹងគឺត្រូវតែថ្កោលទោសសៀមសូមថ្កោលទោសចុះថ្កោលទោសចុះប្តឹងចុះណាចង់បន្ទោសសៀមថៃហ្នឹងថាវាធ្វើឲ្យខូចប្រសាទហ្នឹងក៏ធ្វើចុះមនុស្ស3ចម្ពោះ1ត្រូវដឹងថាអាប្រសាទហ្នឹងវាមកពីមាត់ស្អុយរបស់ហ៊ុនសែនស៊ីត្រាវវាកើតអារឿងហ្នឹងមកអញ្ចឹងឲ្យដឹងថាកុំអីប្រសាទហ្នឹងវាមិនខ្ទេចដល់ប៉ុណ្ណឹងនេះវាកើតពី2008មកចំណែកទី2ណាបើពេញចិត្តទី1គឺថាដឹងថាប្រសាទហ្នឹងយ៉ាងម៉េចបើមិនដឹងទេហើយទៅណាស្រឡាញ់ហ៊ុនសែនតទៀតទៅទី2គឺឲ្យដឹងថាបើពេញចិត្តហ៊ុនសែនហើយសពសបាយហើយកុំតវ៉ារឿងប្រសាទធ្វើតាមគាត់ទៅគាត់ចង់ថ្កោលទោសថៃគាត់ថ្កោលទោសទៅគាត់ចង់ប្តឹងថៃគាត់ប្តឹងទៅណាតែកុំភ្លេចថាបាតជើងដែលសង្កត់លើក្បាលគឺហ៊ុនសែនមិនមែនបងប្អូនជាអ្នកសម្រេចទេណាទី3ចំពោះបងប្អូនដែលចង់ថ្កោលទោសនៅក្រៅប្រទេសមិនរស់នៅក្រោមបាតជើងរបស់ហ៊ុនសែនទេដែលចង់ថ្កោលទោសទៅចង់ប្តឹងទៅចង់ធ្វើម៉េចក៏ធ្វើទៅចង់បន្ទោសសៀមក៏បន្ទោសទៅអញ្ចឹងហើយប្រាសាទព្រះវិហារនឹងខ្ញុំអត់យកមកនិយាយទេកុំថាប្រាសាទព្រះវិហារប្រាសាទណាក៏ដោយបើវាធ្លាក់ត្រូវអង្គរវត្តក៏ត្រូវដឹងថាបើបងប្អូនស្រឡាញ់សន្តិភាពធ្វើតាមហ៊ុនសែនបើបងប្អូនដឹងថាបាតជើងហ៊ុនសែននៅពីលើក្បាលបងប្អូនធ្វើអីកើតអាហ្នឹងបងប្អូនគិតខ្លួនឯងថាបាតជើងនៅពីលើក្បាលបើបងប្អូនអត់មានបាតជើងនៅពីលើក្បាលហើយបងប្អូនចង់ប្តឹងចង់អីបងប្អូនចង់ធ្វើអីក៏បានដែរសរុបសេចក្តីមកអាវិនិស្សកម្មនៅកម្ពុជាវាកើតឡើងពីមេដឹកនាំបើសិនណាជាខ្មែរអត់យល់អាហ្នឹងបាបកម្មវិនិស្សកម្មហ្នឹងគឺជាបាបកម្មតែប៉ុណ្្នឹងឯងអញ្ចឹងបើចៅថ្លឹងមើលតើនៅលើក្បាលចៅមានបាតជើងហ៊ុនសែននៅពីលើទេណាបើវាមានបាតជើងកុំល្អូអារឿងប្រាសាទព្រះវិហារកុំថាឡើយបែកបាក់ប៉ុណ្ណឹងរៀបស្មើនឹងដីនៅក្នុងភ្នំដងរែកក៏អត់មានធ្វើអីកើតដែរអាហ្នឹងវាជាផលចេញពីការដឹកនាំរបស់ប្រទេសមេដឹកនាំឲ្យវាចាញ់ផលអញ្ចឹងបន្ទោសថៃតតាយើងស្លាប់ទៅវិញក៏អត់បានអូខេឲ្យយល់អំពីបញ្ហាអាហ្នឹងអញ្ចឹង